3 ចំណុចដែលខ្ញុំយល់ច្រឡំលើពួកបរទេសមុននឹងខ្ញុំមកនៅប្រទេសអូស្ត្រាលីចំណុចទី1គឺខ្ញុំគិតថាពួកបរទេសឆ្លាតមែនតើតែតាមពិតអត់ទេអ្នកទាំងអស់គ្នាពេលដែលខ្ញុំមកនៅមិនដឹងថាវាដូចគ្នាទេប្រទេសណាក៏ដូចប្រទេសណាដែរមានអ្នកឆ្លាតមានអ្នកល្ងងមានអ្នកធម្មតាអីចឹងទៅអ្នកទាំងអស់គ្នាគ្រាន់តែថាចំណុចមួយដែលខ្ញុំឃើញថាបរទេសវាអ្នកឆ្លាតគឺឆ្លាតមែនតើហ្នឹងដោយសារអីដោយសារតាំងពីតូចដល់ធំទៅជីវិតគេអ្នកខ្លះគាត់កើតមកស្រួលអ្នកឪពុកម្ដាយដែលថាជាអ្នកចេះដឹងអញ្ចឹងកូនគេក៏កើតមកចង់គេថែទាំបានត្រឹមត្រូវហើយក្មេងហ្នឹងពិតជាឆ្លាតមែនអ្នកទាំងអស់គ្នាទី2ដែលខ្ញុំយល់ច្រឡំខាងពួកបរទេសសិតតែអ្នកមានតែហេតុអីមកខ្ញុំយល់ច្រឡំដោយសារអីពេលដែលយើងនៅស្រុកខ្មែរគឺពួកបរទេសដែលដើរលេងភាគច្រើនហ្នឹងយើងគិតថាគាត់ជាអ្នកមានប៉ុន្តែពេលដែលយើងមកនៅប្រទេសនេះបានដឹងថាដូចតែគ្នាទេអ្នកទាំងអស់គ្នាប្រទេសណាក៏ដូចប្រទេសណាដែរវាមានអ្នកមានអ្នកក្រអ្នកមធ្យមដូចគ្នាអញ្ចឹងអ្នកទាំងអស់គ្នាទី3អំពីស្ថានភាពរស់នៅតែងតែយល់ច្រឡំថាប្រទេសគេពិតជាកន្លែងណាក៏ល្អអញ្ចឹងតែមិនមែនទេអ្នកទាំងអស់គ្នាម្ដងទៀតប្រទេសណាក៏ដូចប្រទេសណាដែរគឺពេលដែលយើងមកនៅបានដឹងថាវាមានអ្នករស់នៅពិបាកលើខ្មែរយើងទៀតបានន័យថាជក់ថ្នាំអ្នកនរគ្នាគាត់ដើរដេកតាមផ្លូវដើរដេកក្រោមស្ពានអីចឹងណាអ្នកនរគ្នាដោយសាររឿងញៀនថ្នាំញៀនអីចឹងទៅអញ្ចឹងវាមានអ្នកថាបាតសង្គមនៅទីណាក៏មានដែរអ្នកទាំងអស់គ្នា